បងខ្ញុំយកនំចាំងទៅចងតាមតសជាមួយនឹងនំអន្សមដូងជាមួយអន្សមចេកដែលខ្ញុំបានវិតម្សិលមិញក៏ដូចជានំចាំងដែលខ្ញុំកំង20គីឡូជាងហ្នឹងណាបងប្អូនយកទៅចងតាមតសហើយអញ្ចឹងហើយបងប្អូនមិត្តដែលចូលបច្ច័យតាមរយៈខ្ញុំណាខ្ញុំបានយកទៅចាត់ចែងទិញនំក្បងនំចាំងណាបានន័យថានំចាំង1គីឡូ5000ខ្ញុំទិញ22គីឡូហើយទឹកប្រាក់នំចាំងហ្នឹងគេធ្វើបុណ្យដែរ1គីឡូ5000អញ្ចឹងខ្ញុំបែងចែកទៅលើនំចាំងដែលចងទុកជួយចែកជូនលោកយាយហូបនៅពេលដែលស្ដាប់ពធទេសនាគាត់ល្វើយគាត់ហត់គាត់សម្រាប់ទៅគឺយើងកាត់នំចាំងនំសំដូងនំចេកអីហ្នឹងជូនគាត់ពិសាអញ្ចឹងណាហើយទឹកប្រាក់សរុបដែលបងប្អូនបាញ់មកចូលខ្ញុំតាមរយៈ QR code ហ្នឹងគឺចំនួន285,000រៀលបងប្អូនសរុបទាំងអស់ហើយខ្ញុំបានយកមកចំណែកកតុយហ្នឹងគឺ85,000ទិញនំចាំងហើយបងប្អូនទិញនំចាំងដោយដែលមានគោលបំណងដែលខ្ញុំប្រាប់ថាខ្ញុំមានគោលបំណងគឺចង់ធ្វើដូចនៅស្រុកខ្ញុំអញ្ចឹងណាគឺចងតាមសសរអញ្ចឹងនៅពេលដែលលោកយាយលោកតាបងប្អូនយីអ៊ំយើងគាត់អញ្ជើញទៅស្ដាប់ពធទេសនានៅថ្ងៃល្ងាចនេះឬក៏ស្អែកព្រឹកស្អែកបន្តទៅព្រឹកស្អែកទៀតហ្នឹងណាគឺគាត់ហេវអញ្ចឹងទៅយើងក៏បេះចែកជូនគាត់ពិសាអញ្ចឹងទៅហើយអញ្ចឹងទេទឹកប្រាក់ដែលនៅសល់ដែលបងប្អូនចូលតាមរយៈខ្ញុំនៅសល់20,000រៀលទៀតណាបងប្អូនហើយខ្ញុំគិតថា20,000ហ្នឹងខ្ញុំនឹងបែងចែកដូចជាតាមកាន់ដែលព្រះសង្ឃគាត់ទេសនាតាមរយៈ13កាន់ណាបងប្អូនតាមរយៈហ្នឹងគឺខ្ញុំប្រហែលជាអាចនឹងចែកជាបច្ច័យចូលតាមពធទេសនាណាព្រោះអីព្រះសង្ឃទេសនាចំនួន13កាន់គឺ13ព្រះអង្គចឹងទៅគឺ13ដងអញ្ចឹងណាបងប្អូនសូមឲ្យយល់ណាអញ្ចឹងបច្ច័យដែលបងប្អូនចូលតាមរយៈខ្ញុំសូមគេហៅថាចែករំលែកផលបុណ្យសេចក្តីជ្រះថ្លានិងអានិសង្សទាំងអស់តែពុកម៉ែបងប្អូនបានចូលតាមរយៈខ្ញុំហ្នឹងសូមប្រាថ្នាយកផលអានិសង្សរៀងខ្លួននោះខ្ញុំអត់សូវចេះឲ្យពរទេណាបងប្អូនអញ្ចឹងបងប្អូនជ្រះថ្លាមកពីផ្ទះតាមរយៈខ្ញុំហើយក៏ប្រាថ្នាខ្លួនឯងខ្ញុំអត់ដឹងថាប្រាថ្នាមិនទេព្រោះអីបងប្អូនចិត្តរៀងខ្លួនអញ្ចឹងណាប្រាថ្នារៀងខ្លួនចោះសម្រាប់ខ្ញុំជាអ្នកដឹកនាំក៏ដូចជាផ្សព្វផ្សាយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនយាយតាអ៊ីអ៊ំយើងទាំងអស់ដែលចូលបច្ច័យតាមរយៈខ្ញុំដើម្បីឲ្យវត្តយើងនឹងមានភាពគេហៅអធិកអធមនៅពេលល្ងាចដែលថ្ងៃសូត្រមន្តនេះទៅអញ្ចឹងហើយសូមបងប្អូនទាំងអស់គ្នាក៏លើកដៃសាធុទទួលអនុមោទនាតាមសទ្ធាជ្រះថ្លាដែលពុកម៉ែបងប្អូនបានប្រាថ្នាក្នុងចិត្តហើយរៀងខ្លួនទាំងអស់គ្នាទៅបងប្អូនពេលដែលឃើញវីដេអូនេះហើយខ្ញុំគិតថាបងប្អូនពិតជាជ្រះថ្លានៅក្នុងវីដេអូនេះមែនទែនអញ្ចឹងហើយប្រាក់ដែលបងប្អូនបានចូលរួមនឹងគឺខ្ញុំបានរៀបចាត់ចែងអស់ហើយណាបងប្អូន